សួស្តីថ្ងៃនេះខ្ញុំឡើងមកបង្ហាញនៅលើដំបូលផ្ទះខ្ញុំទៀតហើយគឺកន្លែងចិញ្ចឹមត្រីក្រាំរបស់ខ្ញុំបាទមករយៈនេះអវល់រឿងស្រែស្រូវវិញអញ្ចឹងអត់បានមកមើលត្រីក្រាំណាអូយទៅណាភ្លៀងច្រើនពេកបាទអញ្ចឹងក៏នៅលើនេះមានបន្លែបកាអញ្ចឹងទៅបាទសិតកន្លែងត្រីក្រាំអូសុទ្ធតែដើមបន្លែបាទនេះបាទអូនៅសល់តិចតួចទេបាទប្រភេទត្រីសេះត្រីអីនេះបាទអញ្ចឹងវានៅសល់ខ្លះដែរហើយក៏មាននឹងអាងនេះសល់ច្រើនបាទអូនៅក្រោមនោះបាទចូលមានបន្លែទឹកមានអីនោះដាក់ទៅហើយខានមកមើលប្រហែលជាកន្លះខែហើយបាទអត់បានមើលនេះឡើងមកមើលម្ដងបាទទៅណាអស់ហើយអូនោះទៅណាធំច្រើនហើយបាទធំមានតូចចឹងទៅហើយនៅខាងលើនេះយើងចំនៅធម្មជាតិចឹងបាទដាក់ចំណៃយើងច្រើននេះនេះប៉ាន់តែបាទត្រីប៉ុន្តែទេយើងយកមកក្របលើនេះនៅយូរដែរហើយនេះកើតកូនក្លាក់ស៊ីដូចជាមិនធំទៅណាសោះអាយុដូចជា 2-3 ខែដែរហើយបាទខ្សែយើងមិនសូវជាឲ្យចំណីប្រមាណគឺឲ្យលក្ខណៈតាមធម្មជាតិគឺមានបន្លែមានអីចឹងទៅចឹងមិនសូវជាបានមើលថែវាប្រមាណចឹងធ្វើឲ្យត្រីវាមិនសូវធំបានបាទថ្ងៃនេះបើកថ្ងៃល្អនេះក៏មានហាលស្រូវហាលអីដែរចឹងគាត់មកក៏ផ្ទះគាត់ក៏តែងដែរលើដំបូលផ្ទះបាទខាងខ្ញុំតែងរបៀបខាងខ្ញុំស្រាប់បន្លែហើយនេះកន្លែងប្រកាត់ត្រីអូលំហ៊ីអស់តែកូនត្រីក៏នៅដែរបាទមានតឡងមានខ្ជាយមានខ្ញីមានស្លឹកខ្ទឹមមានអីចឹងទៅបាទមានដើមពពាយហ្នឹងទៅត្រីអើយចោអីយើងនេះទៀតយើងបេះជីវងយកទៅស្ងោរជ្រក់បាទខ្ញុំបានត្រីមកពីខាងតឡេនោះយកមកស្ងោរជ្រក់មកចាមណាបាទនេះលើដំបូលផ្ទះបាទហើយនៅមានខាងក្រោយទៀតបាទចាប់ខ្ញុំទៅបង្ហាញខាងក្រោយគឺខាងក្រោយនេះកំពីពណ៌បាទទុយវែងល្អណានេះប្រភេទ Tiger Smooth ណាប្រភេទត្រីពីពណ៌ទេបាទធំនេះគឺកូនត្រីក្រាំដែលបានប្រកាសទៅណាអស់បាត់ហើយនោះមួយបាទឃើញហាលមួយខ្មៅនោះបាទអញ្ចឹងកូនត្រីដែលយើងមិនសូវឲ្យចំណីមើលថែវាទេមិនសូវធំដែរបាទនេះមកធំនេះចោឲ្យដុះពេញបាទមានច្រើនត្រីនៅនេះបាទមិនតចេញមកយកចំណៃមកត្រីបាល់ពណ៌ស្រួលទេបាទដាក់មកធុងចោលចឹងទៅកើតកូនកើតចៅពេញទៅហ្នឹងបាទខ្ញុំមានប៉ុណ្ណឹងបាទអរគុណខ្ញុំទឹកក្រោយអាប់ដេតឲ្យមើលនៅលើដំបូលផ្ទះទៀតបាទអរគុណជម្រាបលា